就是那个来着，មួយអត់ច្បាស់ហើយប៉ុណ្ណឹងមិនពិបាកទេបងប្អូនសំខាន់យើងរបៀបកាត់ធ្វើម៉េចឲ្យវាមានកូនបដោសវាស្រាប់ចេះនេះដូចបើខាងនេះ3កន្លាខាងនេះក៏3កន្លាដែរ1 2 3ខាងនេះ1 2 3ឲ្យស្មើគ្នាសងខាងចេះហើយរៀងពីឆេតមួយចេះមកទីមួយយើងត្រូវបដោសកូនសិនហើយភាសាកន្លាវាអញ្ចឹងណាបដោសកូនចេះមួយមកចាក់ពីលើមកក្តៅបងប្អូនអើយឆ្នាំឈើរំ2ជុំបងប្អូនរំ2ជុំកន្លះឲ្យវាជាប់បើយើងអត់រំ2ជុំកន្លះទេវាអត់ជាប់អានចេះហើយឃើញអត់បងប្អូនចេះហើយនេះឃើញអត់អញ្ចឹងយើងបដោះមួយកន្លះសិនបដោះកូនយើងប៉ាន់ស្មានចេះក៏បានឬមួយក៏យើងដាក់ចេះពោះចេះក៏បានពោះហើយចាប់ចេះមកស្ទាយចេះក៏បានដែរចាក់ដូចយើងជួសសំណាញ់អញ្ចឹងចូលកដាលមកឃើញបានមួយកន្លែងនេះឃើញបានមួយទេឥឡូវមកប្រឡោះនេះមួយទៀតពោះចេះមកបងប្អូនអញ្ចឹងហើយចាប់វាចេះមកចាក់មកខាងនេះសិនក៏បានដែរចាក់ចេះក៏ជាប់ដែរបងប្អូនឃើញអត់រុំចេះមកតង់ចេះហើយឲ្យវាចំចឹងហើយយើងចង់ចាក់ចេះមកជុំក៏បានដែរនេះចេះមកជុំទៀតនោះចឹងនេះចប់បាត់ឃើញអត់បើយើងអត់ចង់កាត់ទេអញ្ចឹងយើងទូទៅយើងតតំណចេះមួយទៀតអញ្ចឹងយើងចុះមកកន្លែងចេះសិនមកយើងមិនបាច់កាត់ខ្សែយើងខ្ជិលកាត់ដែរយើងអានេះពីខ្សែចេះមកនេះឃើញអត់អានេះពីខ្សែយើងមិនតហើយយើងពពាក់មកនេះតែម្ដងយើងបដោះកូនមកជុំទៀតដាក់ឆ្លុនមកចេះមកឲ្យវាស្មើគ្នាចេះមកយើងមិនបាច់ដាក់ឆ្លុនក៏បានដែរប៉ាន់ស្មើខ្លួនជើងទៅឥឡូវដាក់ឆ្លុនដល់យើងអាចដឹងថាកន្លាវាប៉ុណ្ណាចឹងមានតែដាក់ឆ្លុនទីវាស្មើនឹងទៅ
tầm mùi các bạn nàyហើយយើងต้องមកកន្លាទៀតទៅចាក់វាមួយចេះហើយមួយចេះមកជុំកន្លះទូទៅគេប្រើតែមកជុំកន្លះបាក់ត្រង់ថានេះប៉ុណ្ណេះហើយបានហើយបងប្អូនអញ្ចឹងយើងមិនបាច់ចុះកន្លះហើយមិនបាច់កាត់ខ្សែទេចុះអញ្ចឹងមកទៅមិនយូរទេបងប្អូនអញ្ចឹងយើងចោះចេះហើយនេះយើងមានកន្លានេះមួយហើយដែលវាបដោះបានហើយយើងពាក្យចេះតែម្ដងឃើញអត់ថាច្បាស់ទេចាំមើលបរិញ្ញាវីដេអូក្រោយទៀតសារអានេះខ្លាចបងប្អូនចេះហើយមួយចេះហើយជាប់បាត់អត់រត់តាទេចេះហើយនេះប្រើមួយចេះវិញមកចង់នេះទៀតដាក់ចេះរុំមួយចេះមួយទៀតមួយចុះចោះចុះស្នាញ់បែបណាក៏បានដែរឲ្យតែងាយស្រួលអានេះរបៀបស្រួលទេចោលចេះហើយឃើញអត់ឃើញអត់ជាប់ហើយទៅទូទៅចេះហើយនេះខ្ញុំប្រាប់របៀបស្រួលទេចាក់មកប្រឡោះនេះចេះហើយចោងវាចេះមួយចោងវាចេះមួយហើយយើងគិតថាវាមិនជាប់អញ្ចឹងយើងចោងចេះមួយទៀតមកតែចេះមួយទៀតមកឃើញអត់